The Voice Kids Cambodia where the blind audition បែកខេត្តរីជាបន្តនេះនាងមានបទពិសោធន៍ផ្នែកចម្រៀងច្រើនគួរសមនាងមានការតាំងចិត្តខ្ពស់សម្រាប់ការប្រឡងប្រជែងមួយនេះលាសូនៅខ្ញុំឈ្មោះសងសូរិស័យមានអាយុ13ឆ្នាំរៀននៅថ្នាក់ទី8នៅវិទ្យាល័យអង្គរហើយខ្ញុំរស់នៅខេត្តសៀមរាបរិស័យគឺជាបេក្ខនារីមួយដ៏ឆ្នើមដែលអាចឈានចូលមកដល់វគ្គនេះបានមោទនភាពចំពោះខ្លួនឯងខ្លាំងអត់ទេមោទនភាពចា៎ខ្ញុំមានអារម្មណ៍ថាសប្បាយហើយនឹងរំភើបរីករាយមែនទែនដែលបានមកដល់វគ្គ Live Audition នេះខ្ញុំចេះច្រៀងតាំងពីអាយុ4-5 ឆ្នាំហើយខ្ញុំចេះច្រៀងទាំងបទសម័យទាំងបទបុរាណហើយខ្ញុំធ្លាប់បានប្រឡងកម្មវិធីមួយជាប់ជ័យលាភីលេខ2ហើយបើធៀបជាមួយនឹងការប្រឡង The Voice នេះគឺពិតជាមានការលំបាកសម្រាប់ខ្ញុំដែរតែខ្ញុំនឹងខិតខំប្រឹងប្រែងវាដោយសារតែយើងគឺជាអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ2ក្នុងកម្មវិធីប្រឡងចម្រៀងកុមារចា៎មូលហេតុអីបានចង់ចូលរួមប្រឡងនៅក្នុងកម្មវិធី The Voice Kids Cambodia នេះទៀតពួកខ្ញុំអត់ទាន់អស់ចិត្តហើយខ្ញុំស្រឡាញ់ខាងចម្រៀងចា៎មានអារម្មណ៍ថាភ័យគួរសមដែរដែលប្រឡងជាមួយនឹងបេក្ខជនជាច្រើនទាំងប្រុសទាំងស្រីហើយជាពិសេសខ្ញុំត្រូវច្រៀងឲ្យខូចទាំង3ស្ដាប់គាត់អត់ឃើញមកខ្ញុំតែគាត់ឮតែសំឡេងខ្ញុំហើយខ្ញុំត្រូវមានកិច្ចការជាច្រើនដែលត្រូវធ្វើអូខេចឹងស៊ូរិស័យអូខេតោះឥឡូវត្រៀមលក្ខណៈពូចាំស្ដាប់លទ្ធផលល្អសំណាងល្អអូខេសួស្តីវងមានឈ្មោះអីដែរអូនឈ្មោះសងសុរិស័យអាយុប្រហែលហើយរិស័យអាយុ13ឆ្នាំចារៀនថ្នាក់ទីប្រហែលដែររៀនថ្នាក់ទី8ចាហើយស្រុកកំណើតនៅខេត្តកញ្ចេះអ្នកកញ្ចេះចាក្រចេះអូបុផាក្រចេះអូមីងនៅបាត់ដំបងណែវិញនេះសោះដឹងទេណាកញ្ចេះយូមានមួយទេអ្នកកញ្ចេះដូចគ្នាអ្នកក្រចេះស្វាគមន៍អ្នកក្រចេះណាអូនណាបកែមែនតើអូនបកែមែនមើលឥឡូវមីងនីសាជាអ្នកកញ្ចេះមួយនេះដោយសារតែក្មួយនៅអាយុប៉ុណ្ណឹងហើយពូស្ដាប់សំឡេងទៅគឺអត់មានបានន័យថាមិនអត់ខ្ចោះទេប៉ុន្តែយើងទទួលយកបានដោយយើងស្ដាប់មើលដូចអត់មានខ្វះខាតនៅកន្លែងណាច្រើនសម្រាប់នៅក្នុងការបំពេញបន្ថែមអញ្ចឹងស្រួលមែនតើណាបើសិនជាមកធីមរបស់ពូស្វាគមន៍ពូសប្បាយចិត្តដោយសារតែធម្មជាតិរបស់បងអូនល្អពូបន្ថែមបំពេញបន្ថែមទៀតនឹងទទួលភាពល្អសម្រាប់ខ្លួនឯង
និងចំណេះដឹងសម្រាប់ចម្រៀងអរគុណព្រះសីអរគុណច្រើន បង ពូមិនហ៊ានលូកលាន់ច្រើនពេកទេព្រោះ បងអ្នកកចេះបងអ្នក លូ ក ក ចេះ សម្ដីច្រើនពេកដោយសារតែ អ្នកកចេះបង ពេល អ្នក ខ្លះ កចេះ ទោះបីជាអ្នកកចេះដូចគ្នាក៏មិនប្រកាសថាយើងអាចនឹងទាញអារម្មណ៍នឹងបានដែរ ស៊ីសងមួយចាក់ស្ដែងសិនណាបង បាទ ស៊ីសងមួយចាក់ស្ដែងសិនអ្នកកចេះបងអ្នកកចេះ ចេះកំ pl ែងទៀតនេះ អូអ្នកកចេះមកខាងនេះបន្តិចមកអូនមកសូមស្វាគមន៍អ្នកកចេះដូចគ្នាអូយមកទៅអង្គុយកៅអីអ្នកកចេះមួយមកឥឡូវសាកទៅអង្គុយកៅអីអ្នកកចេះមួយមើលមិនដែរអ្នកកចេះដូចគ្នាកម្របានជួបគ្នាអូនពេលដែលជួបម្ដងជួបអូនលើកទី1ហ្នឹងរំភើបបាត់ហើយរំភើបឡើងរកពីអីនិយាយបានណាហើយសំឡេងអូនគឺល្អមែនតើអត់មានអីខ្វះខាតទាំងអស់ រិស័យ ប្រភេទដូចគ្នាទេណាសលេង ពេលនេះមានអារម្មណ៍ថាខ្លួនឯងពិតជាមានសំណាងហ្នឹងមែនទេអាចមកចូលរួមប្រកួតក្នុងកម្មវិធីហើយមានខូចទាំងពីររូបបានគូប៊ូតុងហើយសរសើរមិនដាច់ពីមាត់សោះពីការបង្ហាញនៅសមត្ថភាពរបស់រិស័យអញ្ចឹងសមត្ថភាពរបស់យើងមិនធម្មតាហើយប៉ុន្តែបងដឹងថាក្នុងចិត្តរិស័យក៏បានគិតទុកទៀតថាខូចមួយរូបណាដែលអាចដឹកដៃយើងបន្តទៅវគ្គបន្តទៀតដោយជោគ ចឹង ជ័យ អូននិយាយនឹងនិយាយឲ្យបងអស់សង្ឃឹមហ៎ អត់ទេបងខ្ញុំថាគាត់បានគិតទុកប៉ុន្តែខ្ញុំអត់តន់សួរគាត់ថាអ្នកណាគេទេគ្រាន់ដឹងថាឥឡូវហ្នឹងគឺគិតទុកហើយប៉ុន្តែយើងនឹងពិបាកចិត្តព្រោះដោយសារខូចដល់ទៅ2រូបឯណោះជាអ្នកចុចប៊ូតុងជ្រើសរើសយកប្អូន អ ណា រគុណប៉ុន្តែពូបើនិយាយពីពូវិញក៏ពូមិនហ៊ានបង្ខំចិត្តក្មួយទេកាលណាបង្ខំទៅមកជាមួយពូដោយការបង្ខំក៏ការហាត់រៀនមិនសូវល្អដែរគឺក្មួយពេញចិត្តដល់ខ្លួនឯងជ្រើសរើសដល់ខ្លួនឯងនោះធ្វើឲ្យអារម្មណ៍យើងបានល្អគ្រូប្រាប់បន្តិចបន្តួចអីគឺយើងឆាប់ចេះឆាប់យល់អញ្ចឹងណាគ្រូអត់សូវចេះប្រាប់ទៅក៏យើងមានអារម្មណ៍ថាឆាប់យល់ដែរ ចា៎ ណាអរ លើ គុណ សួរពិសីឲ្យច្បាស់ថាមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលជួបអ្នកកចេះដូចគ្នាអញ្ចឹងបងចង់ដឹងអារម្មណ៍ពិតតើអារម្មណ៍ពិតដូចបងអត់ដូចបងអត់គឺបងគ្រាន់តែលឺអ្នកកចេះភ្លាមណាអូយយកឡើងយកជើងអស់ហ្មងសប្បាយចិត្តខ្លាំងណានេះជួបអ្នកស្រុកភូមិមួយគ្នាអញ្ចឹងណា មានអារម្មណ៍ថារំភើប ភើបហ្នឹងមែនទេអូយដូចបងចង់រំភើបដូចគ្នាហ្មង ចា៎ ហ្នឹង មើ ហើ ល យ តែមាត់ទៅញិចមើលទៅ ចាអត់ទេ ខ្លួនឯងនិយាយអត់ឲ្យ មើល ពូ ទៅ និយាយ ឥឡូវ ទេ អ្នកណាគេស័កសមជាង អូខេដល់ពេលដែលរិស័យធ្វើការសម្រេចចិត្តជ្រើសរើសយកខូចមួយរូបណា និយាយទៅខ្ញុំស្រឡាញ់ខូចទាំង3និងចូលចិត្តទាំងអស់ប៉ុន្តែកម្មវិធីតម្រូវឲ្យខ្ញុំរើសតែមួយអញ្ចឹងខ្ញុំសូមយកលោកពូព្រាបសវត្ថិ បាក់ចកេះបាក់ចកេះអើយបាក់ចកេះមកតែហឹងហ្នឹងមកតែហឹងខ្លាំងហ្មងអ្នកកចេះអើយអ្នកកចេះអូយលោកអើយលោក កាត់ចិត្តរិសាកាត់ចិត្ត ណែអីក៏ភ្នែកមួយល្អមែនមែនតាភ្នែកភ្នែកមុតដូចពូអញ្ចឹងហីអូ sorry honey មិនប្រកាសថាអីខេតក៏ចេះមិននឹកឃើញខេតកដាលទេណាខេតកដាលនេះមកពីពីពូមួយហ្មង អត់អីទេចាយ៉ាងណាក៏ដោយបងស្វាគមន៍អ្នកខេត្តកចេះមកចូលរួមហើយសម្រាប់ចិត្តពីលើឆន្ទៈរបស់ខ្លួនឯងណាមានគ្រប់គ្រងនឹងការសម្រេចចិត្ត យេធីមព្រៀបសវត្ថិធីមព្រៀបសវត្ថិយេមួយនេះចង់ទូចទៀតណាអូខេ មានលក្ខជា ណែ មិនសូវស័កសមសោះបងនេះទូជាងមិនទេនេះ ពេលខ្លះយើងកុំឲ្យខូចសក់ព្រោះចង់សក់ទីទុយរៀងធំមួយយើងតិចអញ្ចឹងយើងកាន់យេអូខេ អរគុណអូនចាជោគជ័យ ចុះណែអូតោះទៅយើងតានយេហេ លៀប យេ អបអរសាទររិស័យ ពិតជាល្អមែនខ្លួនឯងនេះដូចកំណងអញ្ចឹងណា រិស័យបកកាយមែនតានណោះបកកាយទីបំផុតរិស័យអាចខ្លាយទៅជាកូនក្រុមរបស់ខូចព្រៀបសវត្ថិហើយចាខ្លាយទៅជានៅក្នុងធីមសវត្ថិ
ចូលរួមអបអរសាទរ Thank បង you ខ្ញុំដូចតុនដៃតុនជើងមិនដូចមកក្តាំងហ្នឹងដូចចកេះហ្នឹងឆ្លោះ ហេអីក៏អូមិនខ្វល់ ខ្ញុំឈឺចកេះបន្តិច ចាប់ តួច ទៅ ដូច ស្អី អី ឲ្យនីសាតិចសិន អូចាប់ទៅស្អីអើគ្នា អ្នកកចេះដូចគ្នា អូឈឺចកេះ អូជួយចកេះទៀត សុំធីបហ្នឹងហ្នឹង សុំទ្រីបប៉ុន្មាន កែតិចមកណា ជួយបានទេខ្សឹបគ្នានេះឯង អត់យកច្រើនទេ យកច្រើន សុំជូរមួយចានទៅបាន អានេះ ចាបងជាចុងក្រោយបងមានអីប្រាប់ខ្ញុំនៅពេលដែលបានទទួលយកអ្នកកចេះរបស់ខ្ញុំទៅបាត់បេះដូងខ្ញុំ បងក៏អត់ដឹងធ្វើម៉េចដែរមកពីយើងអត់អាចបខំចិត្តគេបានឬអត់អាចបានទេបើសិនជាបខំចិត្តទៅគេនៅកន្លែងណាអត់សុបាយចិត្តយើងបខំចិត្តគេធ្វើអីមែនអត់ ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីយកជ័យជំនះឲ្យប៉ាខ្ញុំ អូខេជិតបន្តទៀតអូនណាអរគុណច្រើនចាអរគុណបងប្រុសជំរាបលាចា The Voice Kids Cambodia where the blind audition